ផលប្រយោជន៍របស់ដើមនិងផ្លែទឹកដោះគោចំពោះសុខភាពនៅប្រទេសកម្ពុជាផ្លែទឹកដោះគោសម្បូរនិងមានតម្លៃសមរម្យហើយវាជាផ្លែឈើដែលផ្ដល់អត្ថប្រយោជន៍ដ៏ល្អដល់សុខភាពនៅក្នុងបរិមាណសាច់ដែលលោកអ្នកហូបអស់ទម្ងន់100ក្រាមវាបានផ្ដល់ថាមពល64កាឡូរីនិងសារធាតុសំខាន់ជាច្រើនដូចជាជាតិសាច់ protein 1ជាតិខ្លាញ់ fat 1ជាតិស្ករ carbohydrate 8ជាតិកាល់ស្យូម calcium 15មីលជាតិ phosphorus 45មីលជាតិដែក iron 0.8មីលជីវជាតិ P1 vitamin B1 0.01មីលជីវជាតិ C vitamin C 1មីលផលល្អរបស់ដើមទឹកដោះគោចំពោះសុខភាពនិងសម្រស់ផ្នែកផ្សេងរបស់ទឹកគោដូចជាសម្បកផ្លែគ្រាប់ស្លឹកសុទ្ធតែអាចប្រើជាថ្នាំព្យាបាលនិងជួយទ្រទ្រង់សុខភាពដូចជា 1. ព្យាបាលជំងឺទឹកនោមផ្អែមនិងសន្លាក់ការស្ងោរឬដាំស្លឹកចាស់យកទឹកញ៉ាំអាចព្យាបាលជំងឺនេះបាន Cure diabetes and arthritis 2. ជាថ្នាំបំបាត់ការកកាក់ការស្ងោរសម្បកដើមរបស់វាអាចបំបាត់ការក្អក 3. ជួយដល់សម្រស់ឲ្យក្មេងជាងវ័យដោយសារវាសម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ antioxidants ដែលទប់ស្កាត់នៅរ៉ាឌីកាល់សេរីទើបធ្វើឲ្យការបរិភោគផ្លែរបស់វាជួយឲ្យមានសម្រស់ស្អាតក្មេងជាងវ័យនិងមានអាយុវែង 4. ជួយកុំឲ្យទល់លាមកនឹងការពារភ្នាស់ពោះវៀនធំដោយសារផ្លែវាក៏សម្បូរទៅដោយសារធាតុថសៃ fiber ដូចនេះវាជួយសម្រួលកុំឲ្យទល់លាមកនឹងការពារភ្នាស់ពោះវៀនធំប្រឆាំងនឹងមហារីកពោះវៀនផង 5. ជួយដល់សុខភាពភ្នែកវាសម្បូរទៅដោយជីវជាតិ A, vitamin A ដែលជួយការពារកុំឲ្យមានជំងឺខ្វាក់មាន់បាន